ប្អូនអាចជម្រាបបន្តិចបានទេប្អូននៅពេលដែលប្អូនបានចាប់ផ្ដើមជួយសង្គ្រោះជនរងគ្រោះនឹងគាត់រត់នៅទីតាំងផ្លូវស៊ីងជីងពីងនឹងគាត់ស្រែកយ៉ាងម៉េចខ្លះដែរប្អូនបើតាមស្ថានភាពហ្នឹងខ្ញុំអត់ស្ដាប់ដឹងឯបងប្តីខ្ញុំគាត់ថតវីដេអូខ្ញុំមើលគាត់សួរថាខ្ញុំខ្លួនស្រេចលើខ្ញុំទាំងអស់ថាព្រមជួយអត់បើគាត់ទីព្រមម្នាក់ឯងនៅលើឡានហ្នឹងខ្ញុំក៏ឃើញវីដេអូហើយខ្ញុំក៏ថាឲ្យគាត់ជួយទៅតែគាត់ហ៊ានថាបងឯងជួយទៅបងឯងដឹកមកព្រោះអីយើងមានវីដេអូចំពោះតាងហើយហើយក៏គាត់ព្រមដឹកទៅកន្លែងផ្ទះជួយខ្ញុំហើយបើខ្ញុំស្រេចចិត្តថាប្តឹងប៉ូលីសហើយហៅអីមកឡាពេលបងសាព័ត៌មានមកហ្នឹងមនុស្សសម័យនេះពិតជាសាហាវព្រៃផ្សៃនិងថោកទាបខ្លាំងមែនទែនវេលាម៉ោង 4 ទៀបភ្លឺឈានចូលថ្ងៃទី23ខែមេសាឆ្នាំ2025នៅលើបណ្ដាញផ្លូវក្រវ៉ាត់ក្រុងទី3ក្នុងសង្កាត់បន្ទាយឡាងខណ្ឌកំបូររាជធានីភ្នំពេញមានករណីស្ត្រីម្នាក់ត្រូវបានគេលបួងយកទៅកន្លែងស្ងាត់រំលោភប្លន់វាយកទ្រព្យសម្បត្តិអស់ដើមហេតុគឺស្ត្រីម្នាក់បានឡើងមកទីក្រុងជាមួយបងស្រីធរដើម្បីមកជួបសង្សារគាត់ក្រោយមកនាងក៏បានត្រឡប់មកវិញជាមួយមិត្តភ័ក្តិរបស់សង្សារបងស្រីធរនាងក្រោយមកពួកប្រុសនោះបានបបួលនាងចូលផ្ទះសំណាក់តែនាងមិនព្រមក្រោយមកពួកវាក៏ចាប់នាងយកទៅកន្លែងស្ងាត់ហើយវានាងរហូតដល់នាងសន្លប់និងរំលោភនាងរួចពួកវាក៏លួចយករបស់របរនាងទៅអស់ក្រោយមកពេលពួកវាទៅបាត់នាងក៏ព្យាយាមរត់ចេញមកក្រៅដើម្បីសុំឲ្យគេជួយក្រោយមកឡានធំមួយបានឈប់ជួយសង្គ្រោះនាងពីគ្រោះថ្នាក់នេះបច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្វែងរកជនល្មើសទាំងនេះដើម្បីយកមកដន្ទាទោសតាមផ្លូវច្បាប់ដូច្នេះហើយខ្លួនយើងជាស្រីកុំដើរលេងយប់ជ្រៅបែបនេះលទ្ធផលបានបង្ហាញឲ្យយើងឃើញច្រើនណាស់តែយើងមិនមើលនេះសំណាងហើយដែលគ្រោះថ្នាក់មិនដល់អាយុជីវិត